នេះយើងមកស្លម្ជូរយួនដាក់ប្រហុកធ្វើម្ជូរយួនចង់10ដងហើយតែឆ្ងល់នឹងខមមិនមួយបងប្អូនថាស្លម្ជូរយួនមិនក៏ដាក់ប្រហុកគេនឹងចង់ដឹងណាស់ថារសជាតិស្លម្ជូរយួនដាក់ប្រហុកនឹងឆ្ងាញ់យ៉ាងណាមើលតែបន្លែប្លុករបស់យើងនឹងហៀទៅបាត់មុនបាត់ហើយយើងមានម្នាស់តឡាចហាន់នឹងចិត្តសបកវាអស់មកបន្លែរបស់យើងស្រស់ថ្មីអញ្ចឹងស្លឆ្ងាញ់ណាស់គ្រឿងស្លម្ជូរយួនមានអីច្រើនតែដាំតែកុលក្រៃម្ទេសស្លឹកក្រូចខ្ទឹមសមកកុំភ្លេចអសខ្ទឹមសក៏ច្រាមត្រៀមសម្រាប់បំពងបានពេញប៉ក្រហមធំល្អចេះទៀតយកមកធ្វើសម្លម្ជូរយួនណាធានាថាផ្អែមឆ្ងាញ់តែម្ដងម្នាស់របស់យើងជូរអែមល្អទៀតទឹកសម្លរបស់យើងអាហ្នឹងដឹងតែជាតិឆ្ងាញ់ហើយតឡាយយើងចង់ពុះជា4ឬមួយក៏ច្រវាមួយចេះក៏បានតាមការចូលចិត្តស្លម្ជូរយួនខ្ញុំមិនសិតដាក់ត្រីពោព្រោះត្រីពោវាមានខ្លាញ់ហើយសាច់វាទន់ស្បែកវាក៏ទន់ទាំងបន្លែទាំងសាច់ទាំងជីរៀបតាមផ្លែតតែហើយអញ្ចឹងយើងចាត់ការមកបំពងត្រីសិនមកផ្ទះខ្លះគាត់ត្រឡប់បំពងត្រីផ្ទះខ្លះគាត់ស្លទាំងត្រីស្រស់តែម្ដងបងទឹកត្រីចូលមកបន្តិចទៅថ្ងៃនេះយើងមកស្លម្ជូរយួនដាក់ប្រហុកលើកទី1ឯណាបងប្អូនមិនខមមិនតែម្នាក់ថាស្លម្ជូរយួនដាក់ប្រហុកណាឃើញមានច្រើនមែនតើយើងបងគ្រឿងបន្ថែមមានដូចជាស្ករហើយនិងម្សៅស៊ុបមាន់ឲ្យស្លរបស់យើងចាប់ជាតិជាមួយនឹងម្ជូរអូអញ្ចឹងបងប្អូនខ្ញុំបិណ្ឌនេះមានខោអាវស្លៀកនៅហ្នឹងខ្ញុំទៅតែកំងខោអាវមកពីសែនដូមកដែរអសេសរីតូចក៏មានខោអាវប្រុសខោអាវស្រីទៅដល់ហាងនំហត់អីទេព្រោះយើងមើលទំហំមើលសាយក្នុងហ្នឹងបើសិនជាខុសយើងអាចដូរបានខ្ញុំនៅបាត់ដំបងចេះមិនងាយឡើងដល់ពេញជាមួយសៀមរាបទេអញ្ចឹងមានតែកំងតាមអបពេលខ្ញុំបិណ្ឌនេះគេ discount រហូតដល់ 80% មិនថា Turn 11 Gato នេះ361អីហ្នឹងគឺថា promotion សាហាវហ្មងណាមិនបើកខ្ញុំស្អែកណាបងប្អូនត្រូវការខោអាវអីដាក់ order ឲ្យព្រោះបើសិនជាមានខុសទំហំខុស size អីយើងងាយស្រួលដេញដូរតាន់ថ្ងៃភ្ជុំនៅក្នុងសម្លៀកបំពាក់មួយមិនថាស្បែកជើងគឺមានទំហំ size ឲ្យយើងជ្រើសរើសកម្ពស់យើងប៉ុណ្ណាទម្ងន់យើងប៉ុណ្ណាអីយើងមើលតាមហ្នឹងទៅរើសមកត្រូវមកហ្នឹងថ្ងៃហ្នឹង order ខោអាវខ្លួនឯងហើយឲ្យនៅផ្ទះទៀតខ្ញុំចេះតែញឲ្យប៉ាមួយដែរក៏មកតាម app Sendo ហ្នឹងងាយស្រួលស្អាតយកទៅណាមអស់ចង់ style ចង់សុភាពតាម lifestyle របស់យើងមកសម្លៀកបំពាក់បែបទៅវត្តទៅសាលាទៅកន្លែងធ្វើការឬមួយក៏ហាត់កីឡាដើរលេងនៅផ្ទះធម្មតា Sendo មានទាំងអស់មានគ្រប់ style តាមតម្រូវការរបស់យើងមកបន្តសម្លម្ជូរយួនរបស់យើងចិត្តឆ្អិនរួចរាល់ហើយបងប្អូនយើងហត់តែបំពងត្រីឲ្យរៀងក្រៀមបន្តិចមកដាក់ឲ្យក្រៀមល្អអញ្ចឹងបានជាក្លិនឈ្ងុយទៅដល់សម្លរបស់យើងតែម្ដងបន្លែរបស់យើងផុយល្អភ្លក់គ្រឿងមកល្មមយើងបងត្រីដែលយើងបានបំពងក្រៀមនេះចូលមកយើងមានជីក្រហមជីកសាំងហុំជីកណាស្លឹកខ្ទឹមអមសណ្តែកបដោះស្លំឆ្នាំងនេះដាក់បំភាន់ស្រែ5គ្រាប់ម្ជូរយួនរបស់យើងនេះគឺថាជាតិយកទៅណាមអស់ទេចុងក្រោយគេសំខាន់ណាស់បងប្អូនដាក់ខ្ទឹមបំពងថ្មីចេះបានធ្វើឲ្យស្លម្ជូរយួនរបស់យើងឈ្ងុយក្លិនម្ជូរយួនពិតតែម្ដងប៉ុន្តែមើលទៅស្លម្ជូរយួនបងប្រហុករបស់យើងនេះដូចវាមិនសូវជាឲ្យក្លិនអីខ្លាំងទេស្លហ្នឹងឈ្ងុយមួយយ៉ាងប៉ុន្តែវាអត់មានថាឲ្យក្លិនប្រហុកខ្លាំងទេថាទៅដាក់ទឹកត្រីឬមួយក៏បងប្រហុកវាអត់សូវជាខុសគ្នាខ្លាំងឯងបងប្អូនគាត់ថាសម្លម្ជូរយួនរបស់យើងនេះរៀងចាប់ជាតិល្អជាងយើងអត់ដាក់ប្រហុកបងប្អូនមើលវីដេអូនេះហើយយល់យ៉ាងណាដែរកុំភ្លេចចែករំលែក comment នៅខាងក្រោមវីដេអូនេះផងអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយបាយ